Hello អលណបបងមីឃើញថាវីដេអូមុនមានអ្នកចូលចិត្តច្រើនណាស់អញ្ចឹងទៅមានអារម្មណ៍ថាចង់តភាគអញ្ចឹងហើយកុំឲ្យខាត់ពេលវេលាយូរតយើងមកតភាគទាំងអស់គ្នាភាពបន្តរបស់យើងចាប់ផ្ដើមនៅពេលដែលជៀនអ៊ីកំពុងតែជក់បរិយដែលមើលតាមឯកសណ្ឋានរបស់គាត់ទៅគួរតែកំពុងតែធ្វើការក្រៅម៉ោងនៅហាងកាហ្វេហើយអាពេលហ្នឹងក៏មានក្មេងស្រីមួយមកឈរជិតគាត់ហើយមកប្រាប់គាត់ថាអេបងស្រីអាម៉ាក់ខ្ញុំនិយាយថាមនុស្សស្រីអត់ឲ្យអង្គុយយ៉ាស់ជើងទេប្រូជៀនអ៊ីលឺអញ្ចឹងហើយអត់និយាយច្រើននេះគឺលើកសំពត់ឲ្យមើលយកហ្មងមានពិតជាគាំងខ្លាំងណាស់ប្រូជៀនអ៊ីបងអ្នកអរគ្នាណាទៅដល់ណាគឺលក់មុខចឹងស៊ីដល់ហ្នឹងហ្មងអាណិតចឹងស៊ីដែរមកបន្ទាប់ពីបញ្ចប់ភេទទី6ហើយយើងចូលមកដល់ភេទទី7របស់យើងទាំងអស់គ្នាដែលភេទទី7ហ្នឹងអ្នកនរគ្នាប្រកាសជាឃើញថាចឹងស៊ីកំពុងតែបញ្ចុកផ្លែឈើឲ្យជៀនអ៊ីត្រើតហើយអ្នកនរគ្នាប្រកាសជាឈ្មោះថាហាមិនបានចឹងស៊ីទៅបញ្ចុកអីឲ្យជៀនអ៊ីបើចឹងស៊ីធម្មតាឯងតិចហ្នឹងអីហ្នឹងមិនបានចឹងហើយអ្នកនរគ្នាមិនឆ្ងល់ទេគឺដោយសារតែពេលហ្នឹងគឺជៀនអ៊ីកំពុងតែយល់សក់ដូចអ្នកនរគ្នាចឹងណាយល់សក់ខាងក្រាស់ហើយអ្នកនរគ្នាមិនចាប់អារម្មណ៍អីអត់ផ្កាយហ្នឹងជៀនអ៊ីដូចជាស្រឡាញ់ផ្កាយហ្នឹងដល់នេះមកឥឡូវយើងជាប់ឈុតកំ pl ចូលមកដល់ឈុត serious ម្ដងណាដែលឈុតហ្នឹងគឺជៀនអ៊ីបែកមុខបែកមាត់ដូចទៅពីវាយគ្នាចឹងហើយមកតែរបស់ចឹងស៊ីហើយមកដល់ហ្នឹងមកអោបកូនផុសគេហើយអោបដូចថាចឹងស៊ីរៀងគិតដែរប៉ុន្តែឲ្យអោបចឹងណាដល់ចឹងស៊ីឃើញចឹងទៅក៏អោបវិញទៅដើម្បីផ្ដោះកម្លាំងចិត្តឲ្យអូនណាតអូនឃើញចឹងគឺបានដៃអោបបងអោបអត់លែងយល់បដ ாய் ហើយមើលអ៊ីអ្នកចិត្តខាងដូចអ៊ីអ្នកចិត្តខាងរបស់អ្នកមើលណាខ្លះតោះឥឡូវយើងចូលមកភាគទៀតហើយតែអត់មានភ្លេចទៅថាដល់ភាគណាអញ្ចឹងយើងតទៅមុខហ្មងទៅតែកន្លែងនេះគឺចឹងស៊ីកំពុងតែគិតពីជៀនអ៊ីថាគាត់ជាមនុស្សបែបណាអញ្ចឹងណាតែពួកនឹងស្គាល់គ្នាតាំងពីក្មេងមកហើយអូខេកន្លែងហ្នឹងចឹងស៊ីនិយាយថាកាលពីក្មេងហ្នឹងជៀនអ៊ីជាមនុស្សដែលកាចហើយពេលនិយាយហ្នឹងសលេងខ្លាំងហើយនឹងមានពេលមួយហ្នឹងទៅវាយជាមួយមនុស្សធាត់ម្នាក់ហើយទៅនិយាយថាដោយសារតែចង់សង្គ្រោះពិភពលោកបានទៅវាយគ្នាជាមួយប្រុសធាត់ម្នាក់ហ្នឹងហើយទៅពេលតែពីរនាក់ហ្នឹងរៀនដល់អនុវិទ្យាល័យទៅថាជៀនអ៊ីហ្នឹងខ្លាចជាមនុស្សដែលប្រកាសហ៊ូរាយហើយជួយចិត្តធ្វើកិច្ចការផ្ទះឲ្យចឹងស៊ីហើយពេលហ្នឹងចឹងស៊ីនិយាយថាជៀនអ៊ីជាមិត្តភក្តិល្អបំផុតរបស់គាត់ហើយនៅពេលដែលរៀនដល់វិទ្យាល័យជៀនអ៊ីហ្នឹងទៅជាបាត់ខ្លួនហើយទៅពេលតាំងពីហ្នឹងមកគឺអត់ជួបគ្នាទៀតទេហើយនៅពេលដែលជួបគ្នាម្ដងទៀតហ្នឹងគឺប្រូហ្នឹងបានប្រែក្លាយជាមនុស្សបែបហ្នឹងហើយចឹងស៊ីនិយាយថាឥឡូវហ្នឹងលេងចង់ជួបប្រូហ្នឹងទៀតហើយមកដល់ភេទថ្មីហ្នឹងគឺចឹងស៊ីសួរជេនអ៊ីថាពេលរៀននៅវិទ្យាល័យហ្នឹងវាបាត់ទៅណាហើយជេនអ៊ីហ្នឹងវានិយាយថាអូយវាក៏មិនចង់ជឿដែរអាពេលហ្នឹងវាកាត់ឡើងមកគឺអញ្ចេះតែរឿងហ្នឹងកាត់ឡើងនៅពេលដែលថ្ងៃរៀនវិទ្យាល័យថ្ងៃទី2ហ្នឹងណាដែលមានបរិសុទ្ធធំពីរនាក់មកនិយាយថាប៉ារបស់ជេនអ៊ីហ្នឹងមករកជេនអ៊ីហើយចាប់ជេនអ៊ីទៅកន្លែងណាដឹងឯងឡើងស្ងាត់ឲ្យជ្រាបហើយមើលទៅដូចជាកោះមួយចឹងហើយជេនអ៊ីមកនិយាយមកឡើងអត់គួរឲ្យចង់ជឿដែលស្ដាប់បានម្ដងធំនេះហើយចឹងស៊ីលឺហើយគឺប្រាប់ឲ្យឈប់ភ្លាមហ្មងហើយថាមិនបាច់ចាំនិយាយទៀតទេហើយតាំងពីគិតក្នុងចិត្តអ្នកឯងថាគេនៅតែនិយាយលេងសើចអីណាចឹងស៊ីតោះឥឡូវសាច់រឿងរបស់យើងគឺបានបញ្ចប់ហើយចង់វីដេអូនោះគឺសម្រាប់អ្នកដែលស្ដាប់ហើយតែអត់យកចិត្តទុកដាក់ឬក៏មើលរឿងអត់យល់ហើយចឹងគឺ admin បកស្រាយឲ្យអ្នកនរគ្នាស្ដាប់គឺជាកន្លែងហ្នឹងចង់បានន័យថាចាគឺជិនអ៊ីនឹងគាត់រៀនជាមួយគ្នាតាំងពីមត្តេយ្យមកជាមួយចឹងស៊ីរៀនជាមួយគ្នាតាំងពីមត្តេយ្យមករហូតដល់អនុវិទ្យាល័យប៉ុន្តែដល់ពេលដែលរៀនដល់វិទ្យាល័យហ្នឹងគឺពួកគាត់បែកគ្នាហើយភាសាតែជិនអ៊ីគឺត្រូវបានគេចាប់ចម្រិតហើយវគ្គដែលចឹងស៊ីទៅអោបជិនអ៊ីទៅអោបចឹងស៊ីអោបគេអត់ព្រមលែងហ្នឹងគឺដោយសារតែអាហ្នឹងគឺថ្ងៃចុងក្រោយដែលពួកគាត់ជួបគ្នាហើយទៅពេលដែលគាត់ជួបគ្នាម្ដងទៀតនោះគឺជាបញ្ចប់វិទ្យាល័យហើយមកឡើយយើងស្ពតសាច់រឿងតែប៉ុណ្្នឹងបានហើយបញ្ចប់សាច់រឿងហ្មង